ជំរាបសួរបងប្អូនអរគ្នានៅថ្ងៃទី11ខែ1ឆ្នាំ2026ខាងមុខនេះពួកយើងនឹងប្រារព្ធនៅផ្ទាំងទស្សនីយភាពវប្បធម៌ដ៏ធំមួយដែលយើងឲ្យឈ្មោះថាក្លឹមនៃព្រះនគរយើងខ្ញុំក៏សូមអំពាវនាវដល់បងប្អូនដែលមានប្រជាប្រិយភាពជាពិសេសក៏សូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់គ្នាចូលរួមឲ្យបានច្រើនកកព្រោះថាយើងមានហេតុផលមួយនៅក្រោមកម្មវិធីនោះគឺដើម្បីក្រើនរំលឹកក៏ដូចជាលើនឹងការនៅសម្បត្តិវប្បធម៌ជាតិយើងឲ្យកាន់តែខ្លាំងជាងមុនតួយ៉ាងនៅក្នុងពេលបច្ចុប្បន្ននេះបងប្អូនទាំងគ្នាដឹងហើយថាយើងកំពុងតែព្យាយាមការពារនៅសម្បត្តិវប្បធម៌ជាតិយើងពីចោរដែលតែងតែចង់ច្បាមយកនៅវប្បធម៌ច្បាមយកនៅប្រាសាទនិងច្បាមយកនៅអត្តសញ្ញាណជាតិយើងពួកយើងមានបំណងចង់ធ្វើកម្មវិធីនេះយូរមកហើយដែរហើយយើងក៏ធ្លាប់បានធ្វើម្ដងដែរជាមួយនឹងផ្ទាំងទស្សនីយភាពទេវរាជពីមុនមកដែលបងប្អូនទាំងគ្នាបានដឹងឮរួចមកហើយហើយម្យ៉ាងវិញទៀតលើកនេះគឺយើងធ្វើនៅក្នុងកលៈទេសៈដ៏លំបាកមួយកលៈទេសៈដ៏សោកសៅមួយដែលបងប្អូនទាំងអស់គ្នាកំពុងតែឆ្លងកាត់ប្រៀបដូចជាពួកយើងទាំងអស់គ្នានេះផងដែរពួកយើងសម្រាប់ចិត្តប្រារព្ធនៅផ្ទាំងទស្សនីយភាពវប្បធម៌ដ៏ធំដែលមានឈ្មោះថាក្លឹមនៃព្រះនគរនៅក្នុងកលៈទេសៈដ៏លំបាកមួយនេះគឺយើងមានឆន្ទៈមួយជាគោលគឺចង់ដាស់នៅស្មារតីស្នេហាជាតិនិងវប្បធម៌វាជាពេលវេលាដ៏ពិសេសពិសាលមួយដែលបងប្អូនទាំងអស់គ្នាអាចមានឱកាសមកចូលរួមដើម្បីបង្ហាញពីសាមគ្គីភាពនិងភាពជាម្ចាស់ដើមនៃមរតកដ៏អស្ចារ្យរបស់ពួកយើងសង្ឃឹមយ៉ាងមុតមមថាបងប្អូនទាំងអស់គ្នានឹងចូលរួមឲ្យបានច្រើនកកនៅថ្ងៃទី11ខែ1ឆ្នាំ2026ខាងមុខនេះហើយសម្រាប់ថវិកាដែលបានពីការលក់សម្បត្តិទាំងអស់នាងខ្ញុំនឹងយកទៅចូលរួមជាមួយនឹងមូលនិធិរបស់ព្រះនីសាន Flower ដើម្បីទុកជូនទៅដល់បងប្អូនលោកពូវីរៈកងទ័ពជួរមុខរបស់យើងហើយសម្រាប់សម្បត្តិយើងនឹងដាក់លក់នៅថ្ងៃស្អែកនៅម៉ោង9ព្រឹកតាមរយៈ App Live Wonder Pass ឬមួយក៏បងប្អូនទាំងអស់គ្នាអាចចូលមកទិញតាមរយៈ Page ទេពព្រឹកចាហើយសម្រាប់សម្បត្តិមានតម្លៃដូចជាសម្បត្តិ Standard តម្លៃ$5សម្បត្តិ Premium តម្លៃ$15និងសម្បត្តិ VIP តម្លៃ$50មហាព្រឹត្តិការណ៍ផ្ទាំងទស្សនីយភាពវប្បធម៌ក្លឹមនៃព្រះនគរមួយនេះអាចជោគជ័យទៅបាននៅក្រោមពាក្យស្លោកមួយថាសាមគ្គីឈាមខ្មែរ